ระบบខ្ញុំគណៈខ្ញុំសូមចូលរួមតេតិនជាមួយនឹងការចូលរួមในវិស័យសាសនាតាមរយៈការអប់រំអ្វីដែលជាគោលដៅដែលរដ្ឋាភិបាលរដ្ឋាភិបាលតាំងពីអាណត្តិមុនដាក់ចេញមកចំណន់ខ្ញុំបកណាខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីសម្ដេចកលាហោមសខេងនៅធ្វើឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរហូតដល់ពេលនេះគោលដៅរបស់យើងនៅតែចង់បានភូមិឃុំមានសុវត្ថិភាពចំណុចនេះគឺជាចំណុចដែលប្រសង់និងគ្រប់សាសនាអាចជួយបានព្រោះប្រសង់ក៏ដូចជាសាសនាដទៃទៀតនៅឯភូមិឃុំនោះឯងអញ្ចឹងទេតាមវិធីនៃការបញ្ជ្រាបការយល់ដឹងចំពោះប្រជាជនច្បាស់ណាស់ថាសន្តិសុខសម្រាប់ធ្នាប់សង្គមការបំបត្តិអំពើហិង្សាការជួញដូរមនុស្សការជួញដូរគ្រឿងញៀនលបែងស៊ីសងក៏នឹងត្រូវបានកាត់បន្ថយដូច្នេះបើយើងពិនិត្យអំពីចំនួនទីអារាមនៅក្នុងប្រទេសកម្ពុជាយើងមានរហូតដល់5144វត្តដែលមានប្រសង់ចំនួន75556នាក់វាស្មើនឹង1/5នៃចំនួនកងទ័ពទៅហើយកម្លាំងប្រអាវុធទៅហើយអញ្ចឹងទេការជួយយ៉ាងដូចនេះវាជាការស្រួលអ្វីដែលយើងចង់បានធំបំផុតគឺភូមិឃុំមានសុវត្ថិភាពសូម្បីតែរោងចក្រសហគ្រាសក៏យើងចង់បានហៅថារោងចក្រមួយគឺសហគមន៍សុខសាន្តមួយអញ្ចឹងយើងមិនអាចប្រើវិធីអ្វីក្រៅតែវិធីអប់រំនោះទេឱកាសមានច្រើនឥឡូវនៅកម្ពុជាអ្នកដែលកាន់ពុទ្ធសាសនាក៏មានភាគច្រើនអ្នកដែលកាន់គ្រឹះក៏មានភាគច្រើនក៏មានមួយចំនួនអ្នកដែលកាន់អ៊ីស្លាមក៏មានមួយចំនួនហើយសិតតែមានពេលវេលាចូលវិហារចូលទីអារាមផងដែរចឹងទេខ្ញុំប្រកាសណាខ្ញុំសូមអំពាវនាវចំពោះគ្រប់ទីអារាមគ្រប់ព្រះវិហារទាំងអ៊ីស្លាមទាំងគ្រឹះមេត្តាផ្ដល់នៅការអាវាតជៀសវាងអបាយមុខនានាហើយបង្កើតឲ្យមានស្ថានភាពល្អប្រសើរគ្រប់តួអង្គមនុស្សដែលពាក់ព័ន្ធជាមួយនឹងគោលដៅដែលយើងចង់បានគឺសម្រេចនៃភូមិឃុំមានសុវត្ថិភាព Mobile App ក្រសួងព័ត៌មានប្លែកលឿនទុកចិត្តបាននៅពេលណាទីណាក៏បាន